សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមកបដូរទឹកត្រីចេញម្ដងដោយសារទឹកនេះគឺយើងប្រើយូរដែររយៈពេលខ្ទង់ជាមួយខែហើយអញ្ចឹងបើសិនជាអ្នកដែលចង់ទិញត្រីពីខ្ញុំអីអ្នកគ្នាអាចចុចនៅ link នៅក្នុង comment បានខ្ញុំដាក់ link page នៅក្នុង comment ដល់ពេលអ្នកគ្នាចុចលើ link ទៅវាចូលទៅដល់ page ខ្ញុំហើយអ្នកគ្នាអាចឆាតមកបានឥឡូវខ្ញុំរៀបចំដូរទឹកត្រីសិនហើយនេះកំពុងតែហត់ខ្ញុំកំពុងតែហត់តែខ្ញុំនៅតែដូរដោយសារតែអត់បានទេហើយនេះគឺខ្ញុំនៅសល់ប្រភេទបាត្រីបក្របដែលខ្ញុំអត់ប្រកាសទេខ្ញុំទុកចោលហើយអ្នកគ្នាអាចតាក់ទងមកទិញបានប្រភេទ Galaxy ពណ៌ស្វាយគឺស្អាតហើយអ្នកគ្នាឃើញអត់នេះខ្ញុំអត់តន់ប្រកាសទេខ្ញុំទុកចោលទៅព្រោះបានខ្ញុំស្លច្រើនដែរអ្នកគ្នាចង់បានគឺអាចឆាតមកឥឡូវគឺយើងដល់ពេលដែលយើងត្រូវដូរទឹកកូនត្រីយើងចេញសម្រាប់កូនត្រីខ្ញុំមានសឹងតែគ្រប់ប្រភេទលក្ខណៈថា blue black អីនេះឃើញអត់ប្រភេទ samurai អីត្រីធម្មតាអីគឺច្រើនណាស់អ្នកគ្នាចង់បានអីគឺអាចឆាតបាននិយាយទៅខ្ញុំអត់មានដូចជាពពួកត្រីព្រៃឬក៏ដូចជាប្រភេទពួក alien អីចឹងគឺខ្ញុំអត់មានទេដោយសារតែខ្ញុំអត់ចូលចិត្តឬក៏អត់ស្រឡាញ់កថាបានដែរគឺខ្ញុំអត់បានយកវាមកចិញ្ចឹមឬយកមកទុកលក់ទេគឺអត់មានអញ្ចឹងអ្នកគ្នាចង់បានប្រភេទត្រីជុលធម្មតាឬក៏ប្រភេទពូជ Samurai Galaxy Dragon អីនឹងខ្ញុំមានអ្នកគ្នាអាចឆាតមកហើយតម្លៃវិញគឺថោកតែអាចឆាតមកសួរបានឥឡូវនេះគឺខ្ញុំបានស្រង់ត្រីមកដាក់ចូលគ្នាអស់ហើយអាត្រីដែលត្រូវដូរទឹកហ្នឹងដាក់ចូលគ្នាអស់ហើយទាំងនេះមេអត់ដាក់ចូលទេហើយពួកនេះគឺដាក់ចូលអស់ហើយចាំពេលយើងដាក់ចូលវិញចូលសបុកវិញចាំយើងបែកពួកវាតែគេមិនឆ្ងល់ថាត្រីនេះសបុកជាមួយគ្នាតែទំហំនេះគឺខុសគ្នាដាច់ឃើញអត់បងនេះសឹងតែប៉ិនត្រីឡើងកែវហើយអាចឡើងកែវបានហើយគឺធំប៉ុណ្ណឹងមិនដៃបាត់ហើយវាខុសគ្នាពីបងប្អូននៅក្នុងសបុកពួកវាអាហ្នឹងមកពីកតាមួយដែលវាស៊ីច្រើនជ្រុលហើយវាកម្លាំងពេញទៅវាដដើមញ៉ៃលឿនវាស៊ីច្រើនជាងគេទៅគឺវាធំលឿនចឹងឯងអញ្ចឹងពេលដែលដាក់ចូលវិញក៏យើងត្រូវបែកដែរព្រោះហ្នឹងព្រោះធំហ្នឹងនេះដូចជាពណ៌នេះអីជាដើមហ្នឹងក៏យើងត្រូវបបែកវាចេញដែរដោយសារតែវាហ្នឹងគឺធំលើសកម្រិតនៅក្នុងសមុកជាមួយគេហើយតែបើនិយាយពេលយកវិញ2ខែឬក៏1ខែដូចគ្នាឯងនេះលក្ខណៈ1ខែកន្លះដូចគ្នាហ្នឹងឯងតែវាធំជ្រុលអ្នកមើលអ្នកគ្នាអាចមើលបានខ្លះគឺធំមកលើគេតែម្ដងខ្ញុំហត់ហើយខ្ញុំពិបាកធ្វើវីដេអូតែខ្ញុំចេះតែធ្វើទៅកុំឲ្យតនេពេកខ្ញុំសឹងតែហក់ដាច់ខ្យល់ងាប់ឯនេះអ្នកនរគ្នានេះប្រភេទមេស្អាតហើយអ្នកគ្នាមេ Galaxy មេ Samurai នឹងដូចជាមួយក្បាលនេះគេហៅRed Galaxy ប្រភេទ Galaxy ពណ៌ក្រហមនេះមេហ្នឹងគឺខ្ញុំទុកប្រកាសខ្លួនឯងនេះស្អាតហើយឥឡូវនេះយើងរៀបដូរទឹកសិនឥឡូវនេះគឺយើងបានដាក់ទឹកថ្មីចូលហើយមុននឹងយើងដាក់ត្រីចូលគឺយើងត្រូវដាក់គ្រឿងផ្សំវាខ្លះมันអាចដាក់តែទឹកទទេចឹងបានទេហើយគ្រឿងផ្សំវាមានដូចជាស្លឹកចេកនេះអ្នកគេដាក់ស្លឹកចេកអញ្ចឹងណាប្រភេទស្លឹកចេកហ្នឹងគឺវាអាចជួយឲ្យត្រីយើងហ្នឹងមានសុខភាពល្អអត់សើ stress បើយើងអត់ដាក់ស្លឹកចេកហ្នឹងគឺអត់កើតទេយើងត្រូវតែដាក់ហើយមួយទៀតគឺអំបិលសរបស់យើងហ្នឹងអំបិលអ៊ីយ៉ូតក៏បានអត់អ៊ីយ៉ូតក៏បានដែរគឺប្រើបានដូចគ្នាប្រភេទកាត់ខ្លោហើយមួយទៀតគឺអ្វីដែលអត់បានមែនតើហ្នឹងគឺជារុក្ខជាតិទឹកពួកអីត្រីធម្មជាតិរបស់វាត្រូវការរុក្ខជាតិទឹកដូចជាផ្ទះវិញអញ្ចឹងវាត្រូវការដេកត្រូវការពួនអីគឺនៅក្នុងរុក្ខជាតិទឹកហ្នឹងឯងឥឡូវគឺយើងដាក់ស្លឹកចេកចូលមុនសិនយើងដាក់វាអញ្ចឹងមកអ្នកគ្នាអាចយកឈើមកចាក់ដោតវាអញ្ចឹងមកកុំឲ្យអាស្លឹកចេកហ្នឹងវាបែកខ្ញែកចេញពីគ្នាយើងដាក់វាអញ្ចឹងទៅហើយកុំឲ្យស្លឹកចេកហ្នឹងវាលិចយើងដាក់អញ្ចឹងអាធុងនេះខ្ញុំទុកដាក់ប្រភេទត្រីរៀងធំព្រោះអាធំហ្នឹងគឺដកដាក់ក្នុងហ្នឹងឯងឥឡូវនេះគឺយើងបានរៀបចំវាហើយអស់ហើយខ្ញុំហត់ខ្លាំងហើយអ្នកទាំងអស់គ្នាបញ្ជូនទឹកហងបញ្ជូនអីហងដើររករុក្ខជាតិមកដាក់ទៀតហើយយើងរៀបចំស្អាតចឹងហើយនេះទឹកចាស់ហ្នឹងគឺទុកបង្កើតចៃទឹកបន្តទៀតអត់បោះចោលទេទឹកហ្នឹងបានបង្កើតចៃទឹកបានឥឡូវគឺយើងរៀបអស់ហើយការងារបន្តទៀតគឺយើងត្រូវយកត្រីមកដាក់យើងយកត្រីមកសិននេះមុននឹងខ្ញុំដាក់ត្រីចូលសបុកខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាសិនដែលអ្នកគ្នាឆ្ងល់ថាត្រីទំហំប៉ុនគ្នាមិនតម្លៃខុសគ្នាអានឹងកតាវាដោយសារតែប្រភេទត្រីនេះអ្នកគ្នាមើលសបុកវាមើលដូចត្រីធម្មតាអត់គឺអត់ដូចទេនេះគឺជាប្រភេទGalaxy អញ្ចឹងទៅហើយនេះគឺត្រីធម្មតានេះឃើញត្រីធម្មតាគឺសបុលវាខុសគ្នាជាមួយប្រភេទត្រីមួយទៀតដែលខ្ញុំដាក់នៅក្នុងថងទូចនឹងអត់គឺអត់ដូចគ្នាទេអានេះគេហៅថាត្រីធម្មតាប្រភេទត្រីជុលយើងធម្មតាហ្នឹងឯងវាអត់មានឈ្មោះពូជអីទេគឺហៅថាត្រីជុលធម្មតាហ្នឹងឯងត្រីក្រឹមជុលអាហ្នឹងគឺឈ្មោះវាតែម្ដងហើយប្រភេទត្រីដែលថ្លៃហ្នឹងគឺដោយសារតែវាមានឈ្មោះតែមិនថ្លៃដោយសារឈ្មោះថ្លៃដោយសារតែរូបរាងវាទេតែគាត់វាមានឈ្មោះដូចជាប្រភេទ Galaxy Samurai Dragon Blue Black អីចឹងណាឈ្មោះវា
อันนี้ประเภทธรรมดานี่คือថ្លៃវាទីបជាងពួកនេះគឺថ្លៃវារៀងលើថ្លៃជាងតិចអ្នកគ្នាមើលសបល់ពួកគេមើលនេះសបល់គេមកគឺស្អាតដូចជា blue black ឬក៏ dragon អីចឹងមើលទៅគឺឃើញស្អាតដាច់ដោយសាមរ៉ៃអញ្ចឹងណាអ្នកគ្នាមើលទៅគឺអត់ដូចគ្នាទេអញ្ចឹងបានថ្លៃវាខុសគ្នាគឺត្រង់កន្លែងហ្នឹងឯងអ្នកគ្នាមិនបាច់ឆ្ងល់ទេហើយខុសគ្នាតម្លៃមួយទៀតគឺទំហំពួកវាហ្នឹងឯងទំហំវាអាតូចតម្លៃផ្សេងធំតម្លៃផ្សេងដោយពួកនេះគឺត្រីធម្មតាទេត្រីជុលធម្មតាទេគ្រាន់តែទំហំវានឹងគឺធំខ្ញុំប្របែកចេញដែរអ្នកគ្នាមើលប្រពិនកូនដៃបាត់ហើយត្រីហឹងសបុកជាមួយគេដែរសោះដូចយ៉ាងមកក្បាលនេះអីគឺមកឡើងដូចយៈអញ្ចឹងនេះអ្នកគ្នាជាមួយខ្ញុំដាក់ប្រៀបឲ្យមើលជាមួយបងប្អូនមួយក្នុងសបុកវាអ្នកទាំងគ្នាឃើញអត់ឃើញខុសគ្នាដាច់អត់អាខ្លះទូចជ្រុលហើយអានេះមើលទៅធំជ្រុលអញ្ចឹងទៅហើយអាយុតាណាគ្នាទេអ្នកគ្នាមើលដូចយៈឲ្យមនុស្សអញ្ចឹងឥឡូវគឺយើងប្របែកវាឲ្យអស់ហើយយើងដាក់វាក្នុងសបុកសម្រាប់អាធុងកណ្ដាលនេះគឺខ្ញុំដាក់ប្រភេទសាមរ៉ៃ Galaxy នេះដាក់នេះពណ៌ថៃស្អាតនេះយើងដាក់វានៅក្នុងធុងនឹងឯងយើងដាក់វានៅមួយឡែកពណ៌នេះគឺស្រួលលក់ជាងពណ៌ថៃធម្មតាតែតម្លៃវានឹងថ្លៃជាងបន្តិចពណ៌ធម្មតាគឺថ្លៃទូទៅគឺថោកលក្ខណៈថាដូចជាប្រភេទនេះមួយក្បាល 10000 ទីហោមួយក្បាល 10000 អញ្ចឹងពួកនោះមួយក្បាលតែ 1000 ទេអញ្ចឹងវាខុសគ្នាដាច់ចឹងឯងអាធំនេះដាក់វានៅក្នុងធុងកណ្ដុងនេះមួយឡែកពួកវាទៅយើងចាក់វាត្រីខ្ញុំមិនសូវថ្នមប្រហែលទេចាក់ភុចចឹងឯងដោយសារខ្ញុំដឹងពីសុខភាពត្រីខ្ញុំច្បាស់អត់បញ្ហាទេខ្ញុំចាក់វាមិនដៃថ្នមទេពួកត្រីខ្ញុំហ្នឹងឥឡូវវាដាក់នៅក្នុងនេះហើយបន្ទាប់ពីអាត្រីនេះគឺយើងស្រង់វាលើត្រអីមកស្រង់សិនយើងស្រង់វាដាក់នៅក្នុងធុងនេះព្រោះនេះពួកភេទត្រីធម្មតាព្រោះនេះគឺថោកជាងតម្លៃពួកអាធុងកដាលនោះមិញអញ្ចឹងអ្នកគ្នាចង់បានអីគឺអាចឆានមកខ្ញុំបានខ្ញុំគឺហត់សឹងតែនិយាយលេងចង់ចេញនេះខ្ញុំប្រឹងដូរទឹកត្រីទាំងឈឺហើយមកវាធ្វើការហត់ទៀតឥឡូវនេះគឺកាត់ទៅឆាប់ចប់អានេះយើងដាក់វាប្រហើយពីក្បាលនេះពណ៌សហ្នឹងត្រូវដកចេញណានេះពណ៌សគឺស្អាតឥឡូវគឺការងារយើងគឺបានបញ្ចប់ហើយគឺដូរទឹកត្រី3ធុងហើយនៅសល់ច្រើនធុងទៀតដែលដូរអត់តដូរទឹកតែដោយសារតែហត់ពេកអត់មានកម្លាំងដូរទេដូរតែ3ធុងហ្នឹងសិនបានហើយខ្ញុំហត់អង្ចង់ដៃខ្យល់ហើយអរគុណសម្រាប់អ្នកគ្នាដែលបានមើលវីដេអូនេះបាយបាយ